ប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ត្រាំលើកឡើងថាប្រទេសថៃគឺជាភាគីដែលបានព្រួយផ្ដើមការប្រយុទ្ធគ្នាជុំទី2ជាមួយប្រទេសកម្ពុជាជាការកត់សម្គាល់ដែលអ្នកជំនាញថាកំពុងទាញចំណាប់អារម្មណ៍ការទូតនិងជាការឆ្លុះបញ្ចាំងថាប្រសិនបើអន្តរជាតិប្រើកែវភ្នែកយុត្តិធម៌ពួកគេនឹងឃើញច្បាស់ថាអ្នកណាជាជនបង្កថ្លែងទៅកាន់អ្នកយកព័ត៌មាននៅថ្ងៃទី22ខែធ្នូឆ្នាំ2025នឹងត្រូវចេញផ្សាយដោយ Reuters នៅថ្ងៃនេះលោកត្រាំនិយាយថាប្រទេសថៃចាប់ផ្ដើមធ្វើឲ្យមានសភាពការឡើងវិញពួកគេចាប់ផ្ដើមជាមួយកម្ពុជាពួកគេចាប់ផ្ដើមវាឡើងវិញបើទោះបីជាលោកត្រាំមិនបានប្រើពាក្យថាអ្នកឈ្លានពានឬក៏វិនិច្ឆ័យក្រោមច្បាប់អន្តរជាតិក៏ដោយឃ្លារបស់លោកត្រាំបានដាក់ការទទួលខុសត្រូវយ៉ាងច្បាស់ចំពោះការចាប់ផ្ដើមចំនួនឡើងវិញនៅខាងថៃលោកត្រាំនិយាយថាលោកបានលើកឡើងពីបញ្ហានេះជាមួយលោក Marco Rubio រដ្ឋមន្ត្រីការបរទេសអាមេរិកហើយលោក Rubio កំពុងធ្វើការដើម្បីជួយបញ្ចប់ការប្រយុទ្ធគ្នាលោកត្រាំក៏បានសម្គាល់ដែរថាការប្រឈមមុខដាក់គ្នារវាងប្រទេសថៃនិងកម្ពុជាកាន់តែពិបាកឡើងដោយសារតែអរិភាពនិងការអាក់អន់ចិត្តគ្នាកាន់តែខ្លាំងឡើងរវាងប្រជាជនទាំងពីរទោះយ៉ាងណាលោកកិនភៀអ្នកវិភាគកិច្ចការអន្តរជាតិនិងនយោបាយមានសុទ្ធិធនិយមតិចតួចប៉ុណ្ណោះចំពោះវិធានការអន្តរជាតិលោកលើកឡើងថាមកដល់ពេលនេះគ្មានចំណាត់ការជាក់លាក់គ្មានការបន្ទោសគ្មានការដាក់ទណ្ឌកម្មទៅលើភាគីផ្ដើមសង្គ្រាមពីអន្តរជាតិដែលបើកផ្លូវឲ្យថៃវាយប្រហារកម្ពុជាដោយសេរីអស់រយៈពេល17ថ្ងៃគិតចាប់តាំងពីថ្ងៃទី7ខែធ្នូឆ្នាំ2025មកអាមេរិកខ្លួនឯងក៏មានជំហរបត់បែនថ្ងៃនេះលោកត្រាំមើលឃើញថៃជាអ្នកផ្ដើមសង្គ្រាមម្សិលមិញក្រសួងការបរទេសអាមេរិកប្រាប់ឲ្យឈប់ដាក់មីនហើយប៉ុន្មានថ្ងៃមុនក្រសួងការបរទេសអាមេរិកដដែលប្រាប់ឲ្យថៃឈប់ប្រយុទ្ធជាមួយកម្ពុជាចំណែកចិនដែលជាមហាអំណាចក្នុងតំបន់និងជាមិត្តស្និទ្ធស្នាលជាមួយកម្ពុជានិងថៃនៅរក្សាជំហរអព្យាក្រឹតអំពាវនាវឲ្យអត់ធ្មត់និងវិលរកការចរចាមិនបានផលជាក់ស្ដែងកិច្ចប្រជុំពិសេសនៃរដ្ឋមន្ត្រីការបរទេសអាស៊ាននៅថ្ងៃទី22ខែធ្នូបានបញ្ចប់ដោយគ្មានការកំណត់ឈប់បាញ់លោកកិនភៀនិយាយថាមានតែយើងខ្លាំងទេទើបអាចកំណត់ជោគវាសនាខ្លួនឯងបានខ្ញុំរស់សុធាពី News Today NTTV